ថ្ងៃនេះខ្ញុំមកបង្ហាញចែករំលែកពីប្រាសាទដែលបងប្អូនមិនសូវបានស្គាល់មួយទៀតហើយបងប្អូននេះគឺប្រាសាទក្រលគោបងប្អូនហើយបងប្អូនប្រកាសជាអត់សូវបានឮឈ្មោះថាប្រាសាទក្រលគោទេតែបើសួរថាស្គាល់ប្រាសាទនេះពាន់អត់បងប្អូនទាំងអស់គ្នាច្បាស់ជាស្គាល់ហើយប្រាសាទក្រលគោនេះដែរគឺនៅទល់មុខនឹងប្រាសាទនេះពាន់ឯងបងប្អូនចម្ងាយប្រហែលជា30ម៉ែត្រទេពេលដែលបងប្អូនរៀបដើរនៅលើស្ពានបងប្អូនងាកមកខាងឆ្វេងដៃតិចមកបងប្អូនប្រកាសឃើញមានគេដាក់ផ្លាកមួយថាប្រាសាទក្រលគោហើយបងប្អូនហើយប្រាសាទមួយនេះផងដែរគឺកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានប្រាសាទនេះគឺមានការបាក់បែកទ្រុឌទ្រោមខ្លាំងគួរសមដែរបងប្អូនតែខ្ញុំមកនេះខ្ញុំមករៀងល្ងាចដែរអញ្ចឹងក៏ខ្ញុំដើរថតបរិវេណជុំវិញចែករំលែកបង្ហាញជូនបងប្អូនទាំងអស់គ្នាឲ្យបានស្គាល់ប្រាសាទណាដែលមិនសូវជាមានបងប្អូនស្គាល់អញ្ចឹងក៏ខ្ញុំឆ្លៀតធ្វើវីដេអូចែករំលែកដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានស្គាល់បានឃើញអញ្ចឹងណាបងប្អូនចង់ទៅទស្សនាក៏បានឬក៏មើលនៅក្នុងវីដេអូនេះក៏បានព្រោះអីប្រាសាទនេះខ្ញុំបានទៅផ្ទាល់ហើយរៀងបាក់បែកគួរសមដែរតែបើសិនជាជាងបងប្អូនទៅទស្សនាប្រាសាទនេះពាន់គួរតែឆ្លៀតពេលឬក៏ដើរឆ្លងតិចមកគឺមកដល់ប្រាសាទនេះហើយនឹងបានទស្សនាប្រាសាទ2ក្នុងពេលតែមួយហើយចិត្តទៀតអត់ឆ្ងាយទេបងប្អូនអូយបងប្អូនឥឡូវនេះគឺខ្ញុំបានមកដល់កន្លែងប្រាសាទក្រគោលហើយប្រាសាទនេះมันមានអីច្រើនទេតែតាក់ទាញត្រង់ស្លែនៅលើថ្មបាយក្រៀមហ្នឹងហ្មងហើយខ្ញុំមកនេះខ្ទង់ម៉ោង7:06ហើយតិចទៀតដល់ម៉ោងគេបិទហើយតែដើរមកថតបន្តិចទៅជ្រុលជាមកដល់ប្រាសាទនិព្វានហើយប្រាសាទក្រគោនេះគឺនៅទល់មុខជាមួយនឹងប្រាសាទនិព្វានណាបងប្អូនហើយនៅទីនេះក៏មានទឹកពាត់ជុំវិញដូចប្រាសាទផ្សេងផងដែរបងប្អូននេះប្រាសាទនៅកណ្ដាលសម្រាប់បងប្អូនដែលកំពុងតែមានអាការៈធ្វើទុកពិបាកបាត់ជើងម្ដងយូរជួនកាលបាត់ជើងមកលាមកដាច់ដូចអាចចន្សាយមានអារម្មណ៍ថាបាត់ជើងមិនអស់ពីពោះចេះតែតឹងពោះឈឺចង្កេះឈឺខ្នងហេវហត់អស់កម្លាំងនឹងគឺជាអាការៈធ្វើទុកនៃជំងឺឬដងបាតហើយបងប្អូនថ្នាំព្យាបាលខាងប្អូនជាប្រភេទថ្នាំខ្មែរបងប្អូនភាសាពី5ថ្ងៃទៅ7ថ្ងៃចាប់ផ្ដើមផ្លូវលាមកឆ្លាស់បាត់ជើងអស់ហើយបងប្អូនឯឬដងបាតដែលដុះចេញខាងក្នុងនិងខាងក្រៅចាប់ផ្ដើមរួញស្វិតបន្តិចម្ដងស្វិតដូចសាច់កណានចឹងអត់កើតមកវិញទេបងប្អូនក្នុងអំឡុងពេលឧស្សាហ៍ថ្នាំចង់ឲ្យថ្នាំមានប្រសិទ្ធភាពលឿនគឺបងប្អូនត្រូវតមរយៈពេលហូបថ្នាំសិនការតមគឺមាននៅលើកញ្ចប់ស្រាច់ក៏ដូចជាមាននៅក្នុងកេសនិងស្រាច់តែម្ដងថ្នាំខ្មែរខាងប្អូនគឺគិតគូរពីអនាម័យខ្ពស់បំផុតបងប្អូនទាំងអស់គ្នាទាំងការហាថ្នាំក៏ដូចជាការវេចខ្ចប់បងប្អូនបានយកថ្នាំទៅគឺអាចកាច់មើលថ្នាំបានគឺថ្នាំហ្នឹងឡើងស្រួយកាច់ទៅលឺទាំងផុសពេលដែលដាំទឹកក្រូចហ្នឹងគឺក្លិនឈ្ងុយដូចតែអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានជាតិចត់ជាតិល្វីងនៅក្នុងហ្នឹងអត់មានជាតិថែរក្សាថ្នាំទុកឲ្យបានយូរអីអត់ទេបងប្អូនទាំងអស់គ្នាគឺថ្នាំនេះល្អខ្លាំងមែនទេបងប្អូនថ្នាំខ្មែរយើងសឹមជាដាច់អត់មានប៉ះពាល់អ្វីផ្សេងទាំងអស់បងប្អូនសូមបញ្ជាក់ប្រាប់បងប្អូនថាថ្នាំខាងយើងខ្ញុំគឺព្យាបាលជំងឺផ្សេងគ្នាអត់មានថ្នាំមួយកញ្ចប់ត្រូវបានជំងឺរាប់រយមុខដូចថ្នាំគេផ្សេងណាបងប្អូនបើបងប្អូនមានអាការៈដូចបងប្អូនរៀបរាប់ខាងលើបងប្អូនមានចង្អល់បន្ថែមក៏ដូចជាចង់ពិគ្រោះជាមួយនឹងអ្នកគ្រូឆាយចម្រើនផ្ទាល់បងប្អូនអាចតាក់ទងទៅលេខទូរស័ព្ទនៅលើកញ្ចប់ក៏ដូចជានៅលើវីដេអូនេះស្រេចសិនជាបងប្អូនចាប់អារម្មណ៍ចង់ជាវឱសថពីផេកមួយណាបងប្អូនក៏អាចឆែកមើលសិនមុននឹងយើងជឿនឹងទុកចិត្តទិញចង់ដឹងថាគេលក់យូរប៉ុណ្ណាអ្នកចុច follow page ប៉ុណ្ណាបងប្អូនអាចឆែកមើល page ខាងបងប្អូនឬក៏ page ខាងគេសិនមុននឹងបងប្អូនជឿទុកចិត្តមុននឹងការទិញជៀសវាង page ខ្លាំងៗបងប្អូនអូយច្រើនមកសង្អាលោកអើយខំសុកដែរហ្នឹងមិនរកភ្លៀងហ្នឹងប្រហែលជារកភ្លៀងហើយមើលទៅនេះចេញសង្អាច្រើនណាអូយអត់អីអត់ឲ្យជាប់អត់បានចូលទៅខាងក្នុងហើយបងប្អូនតែចង់ចែកម្លែកជូនបងប្អូនថាគ្នាថានេះគឺជាប្រាសាទក្រគោនេះគឺបរិវេណជុំវិញប្រាសាទក្រគោបងប្អូននៅប្រាសាទនៅក្នុងចាខ្ញុំមកឲ្យបានស្គាល់តែប៉ុណ្្នឹងឯងឥឡូវនេះត្រឡប់ទៅវិញហើយឥឡូវនេះបានស្គាល់ប្រាសាទក្រគោមួយទៀតបងប្អូនខ្ញុំមកនឹងលើកទី2គាត់ថាមកលើកមុនខ្ញុំមកច្រកផ្សេងអញ្ចឹងណាតែប្រាសាទនេះរៀងឯកោដែរស្ងាត់សិនជាបងប្អូនមកលេងប្រាសាទនិព្វានហើយនោះប្រាសាទនិព្វានអញ្ចឹងបងប្អូនឆ្លងខ្នងបន្តិចមកដល់ប្រាសាទក្រៅគោហើយមកដល់បន្តិចមកឲ្យបានស្គាល់ដូចខ្ញុំដែរចំណាយពេលអីច្រើនផងខ្ញុំចំណាយពេលដើរថតជុំវិញនឹង5នាទីថតអស់បាត់តែស្ងាត់ដល់ពេលខ្ញុំរៀងលឺសលេងនេះបាក់សៃយំកែបយំតែឲ្យជាមេឃរភ្លៀងហ៎បងប្អូនភ្លៀងខ្ញុំគិតថាតិចទៀតភ្លៀងនៅជុំវិញមេឃល្ងិតអស់ហើយអូមើលស្លែអូយទៅជាប់វ៉ាវលយមែនតើអូយស្អីគេ
trong nhẹ nhõm không nhẹ được cho anh chắc là gần một slide ạ ôi ôi Prasat Krakow bán squal hai cầm ỏi thẳng chỉ cặp squal mua tay ấp đằng Prasat này nè ấp đằng Prasat đang rục riêng mấy giờ lời nó bạn khơi bạn đằng hái từ nhà hái vịt ở nhà mình còn đang